ជំពូក5ក្រោយពីបានជាប់សញ្ញាបត្រឌីប្លូមរួចហើយខ្ញុំក៏បានចូលធ្វើជាគ្រូបង្រៀននៅក្នុងឆ្នាំ1958ខ្ញុំត្រូវបានក្រសួងអប់រំជាតិផ្លាស់ឲ្យទៅធ្វើការនៅខេត្តកំពង់ស្ពឺរាល់ល្ងាចខ្ញុំតែងតែដើរលេងនៅមាត់ស្ទឹងហើយឧស្សាហ៍ចូលទៅអង្គុយជជែកលេងជាមួយនឹងម្ចាស់ផ្ទះស្លឹកមួយដែលសង់នៅក្រោមដើមឈើទាលម្ចាស់ផ្ទះគឺជាតាចាស់ម្នាក់អាយុប្រហែល70ឆ្នាំទៅហើយតែនៅមាំទាំល្អណាស់គាត់គឺជាមនុស្សម្នាក់ដែលមានជំនឿថាខ្មោចព្រាយបិសាចពិតជាមានមែនព្រោះគាត់ធ្លាប់ប្រទះខ្មោចលងញឹកញាប់ណាស់កាលគាត់នៅពីក្មេងថ្ងៃមួយនៅពេលព្រះអាទិត្យហៀបនឹងអស្តង្គតគាត់បាននិយាយរឿងខ្មោចលងប្រាប់ខ្ញុំច្រើនណាស់ដែលមានសេចក្តីប្រហាក់ប្រហែលដូចតទៅកាលពី30ឆ្នាំមុននោះនៅភូមិមួយក្នុងខេត្តកំពង់ចាមមានឧបទ្ទវហេតុមួយកើតឡើងដល់គួរឲ្យរន្ធត់ញាប់ញ័រក្រៃលែងក្មេងប្រុស2នាក់បានឆ្លោះប្រកែកគ្នារហូតដល់កាប់ចាក់គ្នាទៅវិញទៅមកបណ្ដាលឲ្យស្លាប់ទាំង2នាក់ខ្មោចនេះស្លាប់នៅពេលព្រលប់ក្រោមដើមស្វាយធំមួយក្រោយពីស្លាប់ហើយគ្រួសារសពដែលយល់ថាជាខ្មោចតៃហោងក៏មិនបានយកទៅធ្វើបុណ្យនៅផ្ទះទេនេះគឺជាទំនៀមទម្លាប់ខ្មែរយើងមួយដែរព្រោះឲ្យតែខ្មោចណាដែលចាត់ទុកថាជាខ្មោចតៃហោងគេមិនសូវជាគិតគូរយកទៅធ្វើបុណ្យអីទេព្រោះគេយល់ថាជាខ្មោចចង្រៃចំណែកខ្មោចក្មេងទាំង2នាក់នោះគ្រួសារក៏មិនបានយកទៅធ្វើបុណ្យឲ្យបានត្រឹមត្រូវដែរគេគ្រាន់តែនិមន្តលោកមកបានស្គរបន្តិចបន្តួចហើយក៏កប់នៅក្រោមដើមស្វាយនោះទន្ទឹមគ្នាតែម្ដងជារៀងរាល់យប់ឲ្យតែមាននរណាហ៊ានដើរក្បែរភ្នូខ្មោចទាំងពីរនោះគេតែងតែឮសូរសំឡេងឆ្លោះគ្នាជានិច្ចមុនដំបូងគេស្មានតែមនុស្សឆ្លោះគ្នាជាធម្មតានោះគេដើរទៅមើលសំឡេងនោះក៏ស្ងាត់បាត់ទៅវិញនៅពេលខ្លះទៀតគេឮសូរសំឡេងវាយតប់គ្នាហើយដំបងឫស្សីដែលដាក់នៅក្បែរភ្នូខ្មោចនោះស្រាប់តែលោតវាយគ្នាឮសូរផេះផោះមិនដែលខានលុះព្រឹកឡើងអ្នកដែលដើរនៅក្បែរភ្នូខ្មោចទាំងពីរនោះសង្កេតឃើញថាដំបងឫស្សី2 3ដែលកាលពីក្បាលល្ងាចនៅក្បែរគ្នានោះស្រាប់តែព្រឹកឡើងនៅឆ្ងាយពីគ្នារៀងៗខ្លួនការសង្កេតឃើញរបៀបនេះមិនមែនតែមួយថ្ងៃឬមួយយប់ទេគឺរៀងរាល់យប់តែម្ដងព្រោះដោយសារតែខ្មោចទាំងពីរនេះវាយគ្នាដោយដំបងឫស្សីអ្នកស្រុកមុនដំបូងមិនជឿទេលុះនាំគ្នាទៅលបមើលទើបឃើញថាអញ្ចឹងមែនក្រោយពីខ្មោចទាំងពីរនោះស្លាប់បាន1ឆ្នាំមកសំឡេងវាយគ្នាក៏ឈប់ឮរហូតគេចេះតែនាំគ្នាឆ្ងល់ថាប្រហែលជាវាឈប់ឆ្លោះគ្នាហើយមើលទៅអ្នកខ្លះឲ្យយោបល់ថាបានជាវាឈប់វាយគ្នាមកពីវាទៅចាប់ជាតិរៀងៗខ្លួនទៅហើយការសន្និដ្ឋានចុងក្រោយនេះពិតជាត្រឹមត្រូវមែនព្រោះ7ឆ្នាំក្រោយមកក្មេងប្រុស2នាក់នោះបានមកចាប់ជាតិនៅក្នុងភូមិមួយក្នុងខេត្តកំពង់ស្ពឺផ្ទះវានៅមិនឆ្ងាយពីគ្នាប៉ុន្មានដែរអាក្មេងមួយនៅពេលដែលវាកើតមកគេឃើញមានសម្លាក់មួយយ៉ាងធំនៅឯសៀតផ្កាអាមួយទៀតមានសម្លាក់មួយយ៉ាងធំនៅត្រង់បោះដៃផុតសម្លាក់នេះត្រូវទាំងអស់ព្រោះកាលពីជាតិមុននៅពេលដែលវាវាយគ្នានោះអាម្នាក់កាប់អាម្នាក់ទៀតត្រូវចំសៀតផ្កាហើយអាចុងក្រោយនោះក៏ចាក់វិញត្រូវចំបោះដៃផុតលុះដល់វាទាំងពីរចាប់ជាតិមកស្រាប់តែគេឃើញសម្លាក់ទាំងពីរអញ្ចឹងមែនអាក្មេង2នាក់នោះតែងតែស្កាត់រកវាយគ្នាជានិច្ចព្រោះគំនុំគុំគួនរបស់វាពីជាតិមុនមិនទាន់ផុតរលត់នៅឡើយទេមុនដំបូងគេចេះតែឆ្ងល់ថាតើហេតុដូចម្ដេចបានជាអាក្មេងទាំងពីរនោះចូលចិត្តវាយគ្នាអញ្ចឹងលុះក្រោយមកទើបឪពុកម្ដាយរៀងខ្លួនបានដឹងរឿងសពគ្រប់ដោយខ្លាចមានការថ្លោះថ្លួយទៀតឪពុកម្ដាយក្មេងទាំងពីរនោះបានបំបែកឲ្យវាទៅឆ្ងាយពីគ្នាដើម្បីកុំឲ្យវាជួបមុខគ្នាលុះធំឡើងមែនតែនក្មេងទាំងពីរនោះនៅតែស្កាត់រកវាយគ្នាទៀតគឺវាយតតែមានរបួសធ្ងន់រៀងខ្លួនទៅឈប់ក្រោយពីនិយាយចប់រឿងនឹងមកលោកតានោះបានបញ្ជាក់ប្រាប់ខ្ញុំថារឿងនេះមិនមែនជារឿងភូតទេគឺរឿងពិតតែម្ដងគាត់ក៏បន្តនៅរឿងមួយទៀតថានៅក្នុងស្រុកឈូកខេត្តកំពតមានក្មេងប្រុស2នាក់អញ្ចឹងដែរតែអា2នាក់នោះវាស្រឡាញ់គ្នាខ្លាំងណាស់វាគឺជាមិត្តនឹងគ្នាតាំងតែពីនៅតូចៗម្លេះពីតូចដល់ធំអា2នាក់នោះចូលចិត្តដើរគ្នាលេងសឹងតែរៀងរាល់ថ្ងៃលុះដល់ធំឡើងរៀងៗខ្លួនអាម្នាក់បានចេញទៅរកស៊ីបាត់នៅឯស្រុកឆ្ងាយនៅពេលដែលមិត្តរបស់វាទៅរកស៊ីបាត់នោះអានៅផ្ទះក៏ស្រាប់តែមានរោគមកបៀតបៀនរហូតដល់ស្លាប់ចំណែកសម្លាញ់វាដែលទៅរកស៊ីនៅស្រុកក្រៅនោះអត់បានដឹងថាមិត្តរបស់ខ្លួនស្លាប់នោះទេថ្ងៃមួយក្រោយពីរកស៊ីមានបានខ្លះហើយអានោះក៏ត្រឡប់មកស្រុកកំណើតវិញលុះដើរមកដល់ដើមជ្រៃកន្លែងកប់ខ្មោចស្រាប់តែឃើញឪពុកម៉ាក់វានៅអង្គុយច្រងងុកក្រោមដើមជ្រៃនោះឃើញពួកម៉ាក់ដូច្នោះក៏ស្ទុះទៅអោបរឹតតែអាខ្មោចនោះវាចេះតែកិច្ចបន្ទាប់មកស្រាប់តែអាខ្មោចនោះបបួលឪពុកម៉ាក់វាថាឥឡូវយើងដើរគ្នាលេងសិនមុននឹងទៅផ្ទះតែអាមនុស្សវាចេះតែប្រកែកដោយវាប្រាប់អាខ្មោចថាវាអស់កម្លាំងណាស់ព្រោះវាធ្វើដំណើរមកពីឆ្ងាយ
អាខ្មោចមិនព្រមចេះតែបបួលដាល់ទៀតទ្រាំមិនបានអាមនុស្សក៏ព្រមនៅពេលដាល់គ្នានោះអាមនុស្សចេះតែឆ្ងល់ក្នុងចិត្តថាហេតុដូចម្ដេចបានជាដាល់ឪពុកម៉ាក់វាមិនចេះត្រូវសោះអញ្ចឹងដាល់បានមួយសន្ទុះធំអាមនុស្សក៏សុំសម្រាកព្រោះវាអស់កម្លាំងពេកលុះឈប់បានបន្តិចក៏វាយគ្នាតទៅទៀតក្នុងទឹកទី2នេះអាមនុស្សដាល់អាខ្មោចមិនត្រូវទៀតអានោះឆ្ងល់អស់ចាដល់សម្លឹងមើលជើងឪពុកម៉ាក់វាស្រាប់តែឃើញជើងមិននៅជាប់ដីឃើញដូច្នោះអានោះភ័យតែម្ដងព្រោះវាដឹងថានេះគឺជាខ្មោចមិនមែនមនុស្សឡើយតែក៏ត្រូវបង្ខំចិត្តវាយតទៅទៀតតែវាយផងសុទ្ធបល័យដេញខ្មោចផងលុះសុទ្ធបល័យបាន3ចប់អាខ្មោចនោះក៏អណ្ដោលរធានទៅហោងពេលមកដល់ភូមិវិញទើបគេនិយាយប្រាប់ថាឪពុកម៉ាក់វានឹងទើបតែនឹងស្លាប់ហើយថ្មីកាលពីប្រហែលថ្ងៃមុននេះគ្រាន់តែលឺដូច្នោះអានោះបែកញើសចូលខ្លួនព្រឺក្បាលសំពងសំពាយព្រោះនឹកខ្លាចអាខ្មោចនោះមករកវាទៀតរឿងទី2របស់គាត់ក៏ចប់តែប៉ុណ្ណេះខ្ញុំក៏សួរទៅលោកតានោះទៀតថាតើលោកតាមានរឿងអ្វីទៀតទេគាត់ថាមិនខ្វះទេចៅអារឿងទី3មិនមែនជារឿងខ្មោចលងទេតែគឺជាខ្មោចឆៅខ្ញុំសួរថាតើខ្មោចឆៅយ៉ាងម៉េចទៅលោកតាឆ្លើយថាខ្មោចទាំងរស់ណាចៅកាលពីចំនួនអសន្នរោគរាតត្បាតនៅក្នុងស្រុកយើងម្ដុំខាងលិចផ្ទះតានោះមានមនុស្សស្លាប់ច្រើនណាស់មុនដំបូងឲ្យតែមានមនុស្សស្លាប់គ្រួសារតែងតែយកខ្មោចទៅកប់លុះដល់ត្រឡប់ពីកប់ខ្មោចមកវិញអ្នកសែងខ្មោចត្រូវតែស្លាប់ទៀតស្លាប់នោះគឺស្លាប់បន្តកន្ទុយគ្នាចំណែកនៅភូមិចម្ប៉ាដែលចៅឯងទៅលេងពីព្រឹកមិញនេះមានមនុស្សស្លាប់ច្រើនអញ្ចឹងដែរតែអ្នកភូមិគេមិនយកខ្មោចទៅកប់ដោយភូមិស្លាទេគឺគេយកទៅដុតអ្នកដុតខ្មោចមានតែម្នាក់គត់អានោះដុតគ្មានចេះឈប់គឺដុតតាំងពីព្រលឹមទល់គ្នានឹងព្រលប់បើវានៅរស់អានោះអាយុស្រកតាដែរតែបើនិយាយពីរឿងផឹកស្រាវិញអានោះផឹកតោតាំងពីព្រលឹមទល់នឹងព្រលប់ដែរដើម្បីកាត់សាញកុំឲ្យខ្លាចខ្មោចល្ងាចមួយព្រះអាទិត្យជិតអស់ស្ដងគត់ទៅហើយមេឃខ្មៅតិចតិចខ្យល់បក់មកមិនសូវជាខ្លាំងប៉ុន្មានទេភ្លៀងក៏ធ្លាក់មករយនៅក្រោមដើមអំពិលជាប់នឹងផ្លូវដើរមានប្រឆាមួយដែលគេធ្វើឡើងមួយដងមួយកាលតែប៉ុណ្ណោះនៅពេលភ្លៀងកំពុងធ្លាក់រយអញ្ចឹងស្រាប់តែឃើញគេសែងខ្មោចមកស្ទង់មួយទៀតអាអ្នកដុតខ្មោចវាថាចាំព្រឹកទើបដុតព្រោះឥឡូវព្រលប់ហើយអ្នកសែងស្ទុះទៅចាក់ស្រាឲ្យវាមួយកែវហើយថាសូមឲ្យដុតបង្ហើយមួយនេះទៀតទៅកុំទុកឲ្យដល់ស្អែកត្រូវស្រាមួយកែវអានោះក៏ព្រមចំណែកអ្នកសែងខ្មោចក៏ត្រឡប់ទៅផ្ទះគេវិញទៅហើយផ្ដាំឲ្យអ្នកដុតរើសឆ្អឹងយកទៅឲ្យគេនៅឯផ្ទះផងដោយស្រវឹងស្រាតូបន្តិចទៅហើយអ្នកដុតខ្មោចនោះក៏លើកខ្មោចយកទៅដុតដាក់ផ្ងាចងាងធម្មតាតែកាលណាគេដុតខ្មោចគឺគេដាក់ផ្កាប់ព្រោះគេខ្លាចសរសៃទាញខ្មោចឲ្យក្រោកអង្គុយឬក៏ខ្មោចនោះខ្លួនចេញពីប្រឆាក្រោយពីរៀបចំរួចស្រួលបួលហើយអ្នកដុតក៏ទៅអង្គុយក្រោមដើមអំពិលចំណែកអាខ្មោចឯនេះដល់សរសៃទាញក៏លូតផ្លោតទៅអង្គុយនៅមាត់ផ្លូវក្បែរប្រឆានោះបាត់ទៅកន្លះម៉ោងក្រោយមកអាអ្នកដុតខ្មោចស្ទុះមកមើលកន្លែងដុតស្រាប់តែរអ៊ូម្នាក់ឯងថាអីអញមិនដែលឃើញខ្មោចអាណាដុតសោះដូចលើកនេះសោះវ៉ៃលើកនេះសោះសតតែខ្ជូងបន្ទាប់មកអានោះក៏ចូលទៅលុតភ្លើងហើយកាប់ខ្ជូងមួយធោធំយកទៅឲ្យគ្រួសារខ្មោចនោះទៅនិយាយពីអ្នកដំណើរម្នាក់ដែលដើរកាត់តាមផ្លូវនោះស្រែកភ្លាត់សំឡេងថាខ្មោចលងព្រោះឃើញខ្មោចអង្គុយក្បែរផ្លូវអ្នកភូមិម្នាក់ទៀតដែលល្បីថាមិនជឿរឿងខ្មោចលងក៏ដើរមកមើលឃើញខ្មោចអង្គុយច្រងក់ងក់ក៏រត់ផាសក្រញ៉ាំស្រែកផ្អើលគេផ្អើលឯងអញ្ចឹងដែរលុះបន្តិចមកអ្នកភូមិក៏នាំគ្នាឆោឡោមកមើលកន្លែងខ្មោចលងនោះទើបឃើញខ្មោចមែនទែនអង្គុយធ្វើមាត់ស្ញែងមិនខុសពីសត្វស្វាដែលធ្លាក់ពីលើចុងឈើទល់ផ្អកឡើយចំណែករឿងទី4គឺជារឿងពិតដែរព្រោះមានមនុស្សច្រើនគ្នាទៅហើយដែលបានជួបប្រទះកាលពីប្រហែលឆ្នាំមុននេះមានស្រីក្រមុំម្នាក់នៅភូមិចម្ប៉ាជាកូនលោកមេឃុំបានផឹកសាលីសាឡាត់សម្រាប់ខ្លួនដោយសារតែចាញ់បោកប្រុសកំឡោះម្នាក់ក្រោយពីនាងស្លាប់ទៅគ្រួសារក៏បានយកទៅកប់នៅក្បែរផ្លូវរទេះគោមួយដែលអ្នកស្រុកមានអ្នកលក់ម្លូជាដើមតែងតែដើរកាត់ឬក៏ជិះកង់តាមផ្លូវនោះចាប់តាំងពីល្ងាចកប់ខ្មោចនោះមកអ្នកស្រុកលែងហ៊ានដើរតាមផ្លូវនោះនៅពេលយប់ព្រោះស្រីខ្មោចនោះវាធ្វើទុកខ្លាំងពេកល្ងាចមួយអ្នកលក់ម្លូម្នាក់ដោយលក់ម្លូក្រដាច់ត្រូវត្រឡប់មកផ្ទះវិញនៅពេលព្រលប់ធម្មតាអ្នកលក់ម្លូមានចងជៀលមួយនៅឯរានកង់ខាងក្រោយសម្រាប់ដាក់ម្លូគាត់នោះមិនសូវជាគិតគូរពីរឿងខ្មោចលងអីទេលុះជិះកង់ជិតដល់ភ្នូខ្មោចនោះស្រាប់តែឃើញក្មេងស្រីជំទង់ម្នាក់រាងស្អាតសុំគាត់ដោយសារទៅភូមិខាងមុខគាត់ស្មានតែជាមនុស្សធម្មតាក៏ឲ្យនាងជិះនៅក្នុងជៀលនោះទៅមុនដំបូងដូចជាស្រាលទេគាត់ធាក់កង់ទៅមុខបានយ៉ាងស្រួលលុះបន្តិចក្រោយមកស្រាប់តែធ្ងន់ឡើង
ធាក់ទៅមុខស្ទើរតែមិនរួចគាត់ឆ្ងល់ក៏លេចមើលមកក្រោយស្រាប់តែម៉ែអើយក្មេងស្រីភ្នែកឡើងក្រហត់ហត់សម្លឹងមើលគាត់នោះភ័យភ្នែកត្រីស្ងោក៏លុតពីលើកង់ទៅតែកង់ជាលទៅតែជាលរត់ឥតហ៊ានមើលក្រោយតតែដល់ភូមិទើបឈប់ចំពោះ6ខេត្តកំពង់ស្ពឺគឺជាខេត្តតូចមិនសូវជាមានភោគផលដោយខេត្តឯទៀតទេដីសោតក៏គ្មានជីជាតិរកតែដាំស្រូវទទួលទានមិនបានផងតែបើនិយាយពីរឿងភ្នំវិញដូចជាមិនចាញ់ខេត្តដទៃទេព្រោះនរណាក៏ស្គាល់ភ្នំឧដុង្គមានជ័យស្រង់ថ្មាតពងនិងប្រសិទ្ធដែរនៅខាងលិចភ្នំស្រង់បន្តិចកាលពីដើមល្បីថាខ្មោចលងសម្បើមហើយកន្លែងខ្មោចលងនោះកាលពីដើមមិនមែនជាព្រៃសម្រាប់កប់ខ្មោចទេតែជាភូមិធម្មតាភូមិនេះកាលវឹកកើតអសន្នរោគអ្នកភូមិស្លាប់គ្មានសល់ម្នាក់ស្លាប់ចោលទុកលើផ្ទះក៏មានស្លាប់នៅក្រោមផ្ទះក៏មានហើយគ្មាននរណាហ៊ានចូលយកទៅកប់ទេព្រោះគេខ្លាចឆ្លងមេរោគស្លាប់អ្នកដែលនៅរស់ទាំងប៉ុន្មានត្រូវតែបង្ខំចិត្តរត់ចោលភូមិដល់គ្មានមនុស្សរស់នៅអញ្ចឹងទៅភូមិនោះបានខ្លាយទៅជារហោឋានការមហឹកមនុស្សស្លាប់នោះគ្មាននរណាហ៊ានដើរទៅក្បែរភូមិនេះទេព្រោះធំក្លិនស្អុយពេកដល់ពេលយូរឆ្នាំទៅព្រៃឈើក៏បានដុះព័ទ្ធភូមិនោះជិតព្រៃនោះឈ្មោះព្រៃថ្កាបនៅចម្ងាយប្រហែល2គីឡូម៉ែត្រពីភ្នំស្រង់ព្រៃថ្កាបក៏បានខ្លាយទៅជាកន្លែងខ្មោចលងមួយយ៉ាងសាហាវបំផុតអ្នកដំណើរខ្លះដែលមិនដឹងហើយដើរកាត់តាមផ្លូវមុខព្រៃនោះច្បាស់ជាស្រែករកឲ្យគេជួយជាមិនខានព្រោះតែខ្មោចលងលោកសង្ឃដែលគង់នៅវត្តក្បែរព្រៃនោះធ្លាប់បានជួយយកអាសាអ្នកដំណើរដែលត្រូវខ្មោចលងជាញឹកញាប់ណាស់បើកាលណាឮសូរសំឡេងស្រែកលោកតែនិមន្តចេញពីវត្តទៅរកកន្លែងមនុស្សស្រែកនោះជួនកាលនៅពេលដែលលោកនិមន្តទៅដល់អ្នកខ្លះដេកសន្លប់ស្រប៉ាប៉ាបនឹងដីថ្ងៃមួយព្រះអាទិត្យបានអស្តង្គត់យូរបន្តិចទៅហើយតាម្នាក់បានបរទេះគោត្រឹកសម្ដៅទៅភូមិខាងលិចភ្នំដើម្បីរកស៊ីលក់ដូរបន្តិចបន្តួចតានោះគាត់ខំបរទេះមកតាំងពីកំពង់ត្រាំគាត់ឥតដឹងថានៅក្បែរភ្នំស្រង់មានខ្មោចលងឡើយមុននឹងទៅដល់ភ្នំស្រង់មានក្មេងជំទង់ម្នាក់បានសុំដោយសារគាត់ទៅភ្នំស្រង់ដែរក្មេងនោះវាប្រាប់តានោះថាផ្ទះវានៅឯឯភ្នំស្រង់ទេហើយវាទៅនេះគឺទៅលេងឪពុកម្ដាយវាបបបានបន្តិចក៏ទៅដល់ភូមិមួយអាក្មេងនោះក៏ប្រាប់លោកតាថាដល់ភូមិវាហើយលោកតាក៏បញ្ឈប់រទេះហើយក្មេងនោះចេះទៅហៅគាត់ឲ្យចូលទៅលេងក្នុងផ្ទះលោកតាចេះតែប្រកែកតែដល់វាហៅញយពេកទៅលោកតាក៏សុកចិត្តឪពុកម្ដាយវាក៏ស្ទុះមករយៈលោកតាជាអតិបរមាគាត់ក៏អង្គុយជជែកពីនេះពីនោះរួចក៏សុំលាម្ចាស់ផ្ទះដើម្បីបរទេះទៅមុខទៀតម្ចាស់ផ្ទះចេះតែខាត់ឲ្យនៅពិសាបាយសិនដំបូងគាត់មិនព្រមទេតែដល់គេខាត់ញយពេកទៅលោកតាក៏យល់ព្រមនៅពេលដែលគាត់ហូបបាយនោះមិនខុសពីដីខ្សាច់ឡើយចំណែកអាក្មេងតូចដែលនៅជុំវិញតុនោះវាចេះតែលួចសម្លឹងមើលគាត់ភ្នែកស្ទើរខំបន្តិចស្ទើរអីបន្តិចដាក់លោកតាចេះតែប្លែកក្នុងចិត្តតែមិនទាន់នឹកដល់ខ្មោចលងទេលុះដល់ស៊ីបាយទៅវាចេះតែខ្សោះខ្លាំងពេកគាត់ក៏កាន់តែមិនទុកចិត្តឡើងដល់ក្រឡេកមើលទៅអាកូនក្មេងស្រាប់តែវាខំដាក់គាត់តែម្ដងយល់ស្ថានភាពមិនស្រួលលោកតាក៏រកវិធីគេចខ្លួនគាត់បានប្រាប់ម្ចាស់ផ្ទះថាសូមទៅបត់ជើងធំជាបន្ទាន់នោះលោកតាក៏ឡើងជារទេះហើយវាយគោយ៉ាងលឿនទៅមុខទៀតគ្រាន់តែរទេះចេញផុតបន្តិចស្រាប់តែដើមកគីមួយដ៏ធំអស្ចារ្យបានរលំកាត់ផ្លូវចំមុខរទេះលោកតាតែម្ដងឃើញដូច្នោះស្រាប់តែគាត់ភ្នែកនៅលើថ្ងាសភ័យសឹងតែលួសព្រលឹងនៅជុំវិញខ្លួនគាត់មានសុទ្ធតែខ្មោចខំដាក់គាត់ព្រមទាំងមានរំសាយសក់វែងលោកតាភ័យពេកខំស្រែកអស់មួយទំហឹងរួចក៏ដួលសន្លប់នៅទីនោះទៅសំឡេងស្រែករបស់គាត់បានរសាត់ទៅដល់វត្តលោកគ្រូសង្ឃរាជមានសង្ឃដីកាប្រាប់នេនថាខ្មោចច្បាស់ជាលងអ្នកណាទៀតហើយមើលទៅលោកក៏និមន្តទៅកាន់កន្លែងស្រែកស្រាប់តែឃើញរទេះនៅលើចុងឈើហើយមានក្មេងស្រីរូបស្អាតម្នាក់កំពុងតែបីលោកតានៅក្នុងដៃអាយ៉ាអាខ្មោចនេះវាលងដល់អញហើយតើលោកមានសង្ឃដីកាតែអង្គឯងរួចមកព្រះអង្គក៏សូត្របាលីដេញខ្មោចជីបអូចសូត្រគ្រប់3ចប់អាខ្មោចនោះក៏វិនិច្ឆ័យអន្តរធានទៅអស់រលីងហោងចំណែកលោកតាដកដង្ហើមផ្ទឹកព្រះអង្គក៏ជួយគ្រាគាត់ទៅវត្តក្រោយពីជួយរឹតកោសខ្យល់អស់ចិត្តមកលោកតាក៏បើកភ្នែកហើយស្រែកមួយលើកទៀតជួយផងខ្មោចលងខ្ញុំហើយជួយផងហេអាត្មាទេកំភៃបន្តិចក្រោយមកទើបគាត់ដឹងថាលោកសង្ឃជួយលោកមានពុទ្ធដីកាសួរហេតុដូចម្ដេចបានជាលោកតាហ៊ានបរទេះម្នាក់ឯងកាត់ព្រៃថ្កាបព្រៃនេះជាព្រៃខ្មោចទេគ្មាននរណាហ៊ានដើរកាត់ម្នាក់ឯងនៅពេលយប់ឡើយលោកតាឆ្លើយថាខ្ញុំព្រះករុណាអត់ដឹងទេបើដឹងក៏ប្រហែលជាមិនហ៊ានបរទេះកាត់ផ្លូវនេះដែរមើលទៅក្រោយពីឲ្យលោកតាសម្រាកស្រួលបួលហើយ
លោកគ្រូសង្ឃរាជក៏មានសង្ឃដីកាប្រាប់លោកនេននិងកូនសិស្សថាកាលលោកគ្រូធំនៅមានប្រជជននៅឡើយលោកមានចិញ្ចឹមសត្វដំរីមួយដំរីនោះកាចណាស់តែមិនស្រួលដេញព្រិចមនុស្សគ្មានមើលម៉ោងទេលោកគ្រូតែងតែប្រើឲ្យត្រមាក់យកដំរីនោះទៅចង់ឲ្យស៊ីស្លឹកនៅឯព្រៃថ្កាបលុះដល់ពេលចិត្តល្ងាចទើបទៅដឹកវាយកមកវត្តវិញដំរីវាតែងតែស៊ីស្មៅនៅទីនោះឬសូរព្រែកប្រក់ជារៀងរាល់ថ្ងៃល្ងាចមួយលោកគ្រូធំបានចាត់ឲ្យខ្ញុំកូណាទៅសូត្រមន្តនៅផ្ទះគេឲ្យកើតដល់ពេលយប់មើលគ្នាលែងស្គាល់ទើបត្រឡប់មកកត់វិញលុះដើរមកដល់ព្រែកដែលខ្មោចដងតាមបាញ់មិញនោះស្រាប់តែឮសូរសំឡេងព្រែកប្រក់ខ្ញុំកូណាងាកទៅមើលខាងស្ដាំដៃឃើញដំរីខ្ញុំកូណាចេះតែនឹកឆ្ងល់ថាហេតុដូចម្ដេចបានជាត្រមាក់ក្រោយយកដំរីទៅទុកម្លេះសួរខ្លួនឯងហើយក៏ដើរទៅមុខទៀតពេលនោះស្រាប់តែឮកាន់តែខ្លាំងឡើងដល់ងាកទៅមើលម្ដងទៀតស្រាប់តែឃើញដំរីនោះធំទៅចង់កម្ពស់ដើមឈើឃើញដូច្នោះខ្ញុំកូណាប្រឹងរត់ទៅមុខរត់គ្មានងាកក្រោយឡើយពេលទៅដល់វត្តស្រាប់តែនៅសល់តែហង្ស័កជីវរមិនដឹងជាជ្រុះនៅកន្លែងណាបាត់អស់រលីងតាំងពីថ្ងៃនោះមកខ្ញុំកូណាមិនសូវជាហ៊ានដើរផ្ដេផ្ដាសម្នាក់ឯងទេម្ដងនោះខ្មោចដដែលនឹងវាលងចឹកលឹមនិងចឹកស៊ុយចិនទាំងពីរនេះជាអ្នករែកសាឡាត់យកទៅលក់នៅឯផ្សារត្រាំខ្នាដោយខ្លាចលក់សាឡាត់មិនទាន់គេចិនទាំងពីរតែងតែរែកសាឡាត់តាំងតែពីក្បាលល្ងាចថ្ងៃមួយនៅពេលដែលចឹកលឹមនិងចឹកស៊ុយរែកសាឡាត់មកដល់សាលាឆោទៀនចម្ងាយប្រហែល200ម៉ែត្រពីកន្លែងខ្មោចលងថ្ងៃហៀបនឹងលិចទៅហើយដោយផ្លូវនៅឆ្ងាយពេកគាត់ក៏ដាច់ចិត្តសម្រាកនៅលើសាលាឆោទៀននោះទៅទម្រាំព្រឹកឡើងទើបធ្វើដំណើរបន្តទៅមុខទៀតនៅពេលមន់រងាវចិនទាំងពីរនោះក៏ភ្ញាក់ពីដំណេកគាត់នៅតែអត់ងងុយស្ងាត់ផោមហមចឹកលឹមក៏សួរទៅចឹកស៊ុយថាមួយដងនេះអ្មេចក៏ឆាប់ជាភ្លឺម្លេះចឹកស៊ុយឆ្លើយថាខែមក៏មិនយល់ដែរកំពុងតែនិយាយជជែកគ្នាចុះឡើងស្រាប់តែខ្យល់បក់មកឮសូរវូហើយភ្លៀងក៏ធ្លាក់មកតិចដែរទោះជាមានភ្លៀងក៏ដោយចិនទាំងពីរនាក់នេះក៏សុកចិត្តនាំគ្នារែកសាឡាត់ទៅលក់ដែរលុះដើរបាន50ម៉ែត្រពីសាលាស្រាប់តែភ្លៀងយកតែមែនទែនភ្លៀងនេះបានហៅថាមហាភ្លៀងដូចគេហែកមេឃចំណែកទឹកភ្លៀងហូរកាត់ផ្លូវត្រឹមជង្គង់លុះបន្តិចក្រោយមកទឹកចេះតែឡើងខ្លាំងឡើងរហូតដល់ត្រឹមចង្កាចិនទាំងពីរនាក់ឃើញដូច្នោះក៏នាំគ្នាហែលទឹកសម្ដៅមកសាលាវិញគាត់ប្រឹងហែលអស់មួយសន្ទុះធំក៏ភ្លៀងនៅតែមិនទាន់រាំងបន្តិចមកទៀតស្រាប់តែឮសូរមន់រងាវគាត់ចេះតែនឹកឆ្ងល់ក្នុងចិត្តថាចុះមន់អីក៏រងាវដល់ទៅ2ដងអញ្ចឹងលុះដល់មន់ឈប់រងាវស្រាប់តែភ្លឺស្រាងនៅឯកើតអ្នកបរទេសគោម្នាក់ក៏មកដល់ក្បែរសាលានោះហើយឆ្ងល់អស្ចារ្យនឹងចិនទាំងពីរនាក់ដែលកំពុងតែហែលគោកក៏ស្រែកសួរថាអេអាចឹកហើយមកហែលគោកអីទៅលើខ្សាច់អញ្ចឹងចិនទាំងពីរងាកទៅរកម្ចាស់សំណួរស្រាប់តែពេលងាកមកវិញក៏បាត់អស់ទឹកភ្លៀងឃើញតែផ្លូវផុសក៏លេចមើលទៅដើមទ្រូងរបស់ខ្លួនមានចាញ់ឈាមរយរួចមកអង្គុយដង្ហក់មើលតែសត្វគោព្រោះហត់នឹងហែលគោកអស់1ម៉ោង2ម៉ោងទៅហើយអង្គុយបានបន្តិចទើបចិនទាំងពីរអ្នកនោះដឹងថាខ្មោចលងចេះធ្វើជាមន់រងាវឲ្យគាត់ហែលសឹងតែនឹងដាច់ចោលស្លាប់ចំណែករឿងមួយទៀតមានតាំងតែពីយូរណាស់មកហើយគឺតាំងពីលោកទើបតែសង់វត្តនេះម្លេះខ្មោចនោះមិនមែនចង់លងលោកទេតែវាចង់ធ្វើបុណ្យព្រោះជាខ្មោចស្រឡាញ់បុណ្យទានក៏មិនដឹងថ្ងៃមួយពួកខ្មោចទាំងនោះបានមកនិមន្តព្រះសង្ឃឲ្យទៅធ្វើបុណ្យនៅផ្ទះរបស់វាលុះនិមន្តទៅដល់ផ្ទះពួកខ្មោចព្រះសង្ឃចេះតែនឹកឆ្ងល់ថាកន្លែងនេះកាលពីដើមដូចជាព្រៃឫស្សីទេចុះម្ដងនេះមិនក៏មានផ្ទះសម្បែងមានមនុស្សនៅពេញពេញអញ្ចឹងនៅពេលដែលព្រះសង្ឃសម្រួលអេរិយាបថស្រួលបួលហើយស្រាប់តែម្ចាស់ផ្ទះបានសុំកុំឲ្យលោកសូត្រធម៌ករណីលោកសង្ឃនឹកឆ្ងល់នឹងសំណូមពរនេះដែរតែលោកមិនជាយកចិត្តទុកដាក់ប៉ុន្មានទេធម៌ករណីគឺជាបល័យដេញខ្មោចធម៌នេះលោកសង្ឃតែងតែបង្រៀនសិស្សឲ្យបានចេះគ្រប់គ្នាដើម្បីកុំឲ្យខ្លាចខ្មោចព្រះសង្ឃក៏ចាប់សូត្រធម៌ឡើងលោកខំសូត្រច្រើនមែនណាព្រោះឃើញមហូបច្រើនសូត្រចុះសូត្រឡើងនៅទីបញ្ចប់លោកតាំងសូត្រធម៌ករណីតែម្ដងព្រោះលោកភ្លេចសំណូមពររបស់ម្ចាស់ផ្ទះឬធម៌ករណីពួកឧបាសកស្រាប់តែបាត់មួយម្ដងគួរឲ្យចម្លែកពេកហោងលុះចប់ធម៌ករណីភ្លាមមនុស្សក៏បាត់អស់រលីងចំណែកផ្ទះក៏វិនិច្ឆ័យអន្តរធានទៅដែរហើយព្រៃឫស្សីក៏លេចចេញមកវិញដដែលឯលោកសង្ឃត្រឡប់ទៅជាគង់នៅលើគុម្ពឫស្សីរកតែចុះតាមណាក៏មិនរួចព្រោះព្រៃឫស្សីនោះវាក្រាស់ពេកអ្នកធ្វើដំណើរតាមផ្លូវប្រទះឃើញលោក3 4អង្គគង់លើគុម្ពឫស្សីដូច្នោះក៏តាំងនាំគ្នាផ្អើលឆោតឡោថាខ្មោចលងទៅវិញលុះពិនិត្យយូរទៅទើបដឹងថាលោកសង្ឃពិតប្រាកដមែន
អ្នកស្រុកនាំគ្នាឆ្ការព្រៃឫស្សីអស់មួយព្រឹកធំទើបចូលទៅយកលោកមកបាននៅស្រុកមោងខេត្តបាត់ដំបងមានអ្នកតាមួយល្បីថាពូកែហើយកាច់ថែមទៅទៀតអ្នកតានេះកាច់មែនតែចេះជួយថែរក្សាអ្នកស្រុកក៏បានសង់តូបមួយយ៉ាងធំអំពីថ្មឲ្យលោកតានៅតូបនោះសង់នៅក្រោមដើមជ្រៃមួយយ៉ាងធំអស្ចារ្យអ្នកដំណើរឬក៏ក្មេងខ្វៀលគោតែងតែជប់សម្រាកឬក៏ទៅដេកនៅក្នុងតូបអ្នកតានោះជារៀងរាល់ដងនៅពេលថ្ងៃត្រង់ព្រោះកន្លែងត្រជាក់រហឹមជានិច្ចនៅក្នុងតូបលោកតាគេឃើញមានតាំងតែពីលុយមាសប្រាក់កែវកងសម្ពុតផាមួងគ្រប់មុខគ្រប់ធន់ដែលអ្នកស្រុកយកមកសែនតែគ្មាននរណាហ៊ានទៅប៉ះពាល់ឬក៏លួចទេព្រោះខ្លាចអ្នកតាធ្វើនិយាយពីចិនម្នាក់ឈ្មោះអាចឹកអ៊ីចិននេះមកពីស្រុកចិនមុនចិនឯទៀតតែមិនដឹងជាអកុសលអីរកស៊ីមិនចេះមានបាននឹងគេសោះរាល់ថ្ងៃអាចឹកអ៊ីតែងតែដើរទិញស៊ីប៉ឡប់ស៊ីប៉អ៊ឺទិនដែលយើងហៅថាអ៊ីចាយចិននេះចំណាស់បន្តិចទៅហើយបានមករស់នៅក្នុងស្រុកមោងតាំងតែពីគាត់មកពីស្រុកចិនម្លេះអ្នកតាដឹងថាអាចឹកអ៊ីក្រពេកក៏ចង់ជួយដែរតែលេខរបស់គាត់មិនទាន់ដល់ថ្ងៃដែលអ្នកតាត្រូវជួយថ្ងៃមួយអាចឹកអ៊ីបានរែកកញ្ឆេរបស់គាត់មកដល់មុខតូបអ្នកតាតែថ្ងៃក្តៅខ្លាំងពេកគាត់ក៏ចូលដេកនៅក្នុងតូបអ្នកតានោះទៅនៅពេលដែលគាត់កំពុងទៅដេកលក់រលាវស្រាប់តែលោកតាដាស់គាត់ឲ្យមកលេងបៀជាមួយមុនដំបូងគាត់ប្រកែកថាមិនហ៊ានលេងទេព្រោះខ្លាចដឹកលុយអស់លោកតាចេះតែបង្ខំដល់បង្ខំយូរទៅអាចឹកអ៊ីក៏ព្រមលេងជាមួយលុះពេលលេងមិនដឹងជាចៃដន្យអីលោកតាចេះតែលេងចាញ់អាចឹកអ៊ីលោកតាមួម៉ៅដាក់អស់ហើយតាំងតែពីហូលផាមួងជាដឹបដែលគេយកទៅថ្វាយទាំងប៉ុន្មានលេងបានកន្លះល្ងាចលោកតាចាញ់អាចឹកអ៊ីខ្ទេចអាចឹកអ៊ីសប្បាយចិត្តអស់ចាព្រោះមិនដែលមានថ្ងៃណាលេងបៀឈ្នះសន្ធឹកសន្ធាប់អញ្ចឹងទេរួចមកគាត់ក៏ទៅខ្ចីរទេះគោគេមកដឹកយកអីវ៉ាន់ពីតូបលោកតាអស់នៅសល់តែសម្បកតូបទទេស្អាតតាំងតែពីថ្ងៃនោះមកអាចឹកអ៊ីក៏បានក្លាយទៅជាអ្នកមានយ៉ាងធំម្នាក់នៅឯស្រុកមោងចំណែកឯអ្នកតាក្រោយពីចាញ់បៀអស់ហើយមានការក្តៅក្រហាយនិងតូចចិត្តខ្លួនឯងជាអតិបរមាព្រោះណាមួយខ្មាស់អ្នកស្រុកណាមួយទ្រព្យសម្បត្តិដែលខំសន្សំមកជាច្រើនឆ្នាំហើយនោះមិនគួរមកឲ្យចាញ់អស់ទៅមួយល្ងាចអញ្ចឹងសោះយប់មួយអ្នកតាបានដើរបញ្យល់សពប្រាប់អ្នកស្រុកថាគាត់លែងនៅស្រុកមោងនេះទៀតហើយព្រោះខ្មាស់អាចឹកអ៊ីនឹងអ្នកស្រុកខ្លាំងណាស់អ្នកស្រុកឮដូច្នោះក៏នាំគ្នាមកលេងភ្លេងអង្វរឲ្យអ្នកតានៅតទៅទៀតកុំឲ្យរត់ចោលស្រុកអីដោយគេអង្វរពេកទៅអ្នកតាក៏សុខចិត្តនៅតទៅទៀតប៉ុន្តែតាំងពីពេលនោះមកឲ្យតែចិត្តណាហ៊ានដើរកាត់មុខតូបលោកតាធ្វើឲ្យចុកពោះប្រកាច់ស្លាប់មួយរំពេចព្រោះខឹងមួម៉ៅនឹងរឿងលេងបៀចាញ់ចិនចាប់ពីថ្ងៃនោះរហូតមកពួកអាតាវហៀលែងហ៊ានដើរកាត់តូបអ្នកតានោះតែម្ដងព្រោះខ្លាចចុកពោះប្រកាច់ងាប់មុនអាយុយប់មើលគ្នាលែងស្គាល់ទៅហើយពូម្នាក់បានដើរមកដល់បឹងប្រលិតនៅក្បែរវិទ្យាល័យស្រង់ខេត្តកំពង់ស្ពឺបឹងប្រលិតនេះតាំងពីដើមគឺជាកន្លែងមួយដែលល្បីណាស់ខាងខ្មោចលងតែឥឡូវបែបសាប់បន្តិចទៅហើយព្រោះគេមានសង់វិទ្យាល័យនៅក្បែរនោះពូនោះគាត់មិនមែនជាអ្នកខ្លាចខ្មោចប្រមាណទេព្រោះគាត់អាងគាត់ចេះបល័យខ្មោចលុះដើរមកដល់មុខបឹងប្រលិតគាត់ក៏ឈឺបត់ជាងតូចនៅពេលដែលគាត់កំពុងតែអង្គុយចាំងទឹកម៉ូតស្រាប់តែក៏លេចទៅស្ដាំដៃឃើញមនុស្សកំពុងទៅដុតខ្មោចគាត់មិនសូវចាប់ភ្លឹកនឹងទស្សនវិជ្ជានេះប៉ុន្មានទេព្រោះធម្មតាកន្លែងនឹងពិតជាមានប្រជាដុតខ្មោចមួយមែនពូនោះនឹកស្មានថាប្រហែលគេដុតខ្មោចមិនទាន់សោះអស់ទើបគេនៅដុតតលថ្មនេះកំពុងតែគិតចុះឡើងគាត់ក៏ក្រឡេកមើលទៅម្ដងទៀតស្រាប់តែលែងឃើញមានប្រជាត្រឡប់ទៅជាងងឹតឈឹងមកដល់ត្រង់ហ្នឹងគាត់នឹកសង្ស័យថាច្បាស់ជាខ្មោចលងគាត់ហើយដើរទៅមុខបានបន្តិចស្រាប់តែឃើញភ្លើងចង្គៀងមួយថ្លុងនៅខាងមុខសម្ដៅមករកគាត់ម្ដងនេះគាត់ជឿជាក់ថាខ្មោចលងគាត់មែនទែនហើយព្រោះធម្មតាថ្មនេះតើនរណាមួយហ៊ានដើរយូរចង្គៀងត្រេតត្រោតនៅកន្លែងនេះជាបន្ទាន់នោះគាត់ក៏សូត្របល័យចងខ្មោច7ចប់លុះសូត្រចប់ហើយគាត់ក៏គោះជើងក្អែកមួយនៅលើដីរួចស្ទុះទៅកាច់យកមែកឫស្សីទុកវាយខ្មោចគាត់ដើរសំដៅទៅរកភ្លើងព្រមទាំងស្រែកជេរខ្មោចលងមិនខុសពីអ្នកស្រវឹងស្រាឡើយនិយាយពីលោកសង្ឃមួយអង្គលោកទើបតែនិមន្តមកពីភូមិជាមួយក្មេងម្នាក់ឬមនុស្សលោឡាអញ្ចឹងលោកស្មានតែមនុស្សស្រវឹងស្រាក៏ទាញដៃក្មេងទៅពួននៅក្រោមដើមភ្នៅលោកតាមានសង្ឃដីកាទៅកាន់ក្មេងថាទុកឲ្យគេដើរទៅមុខសិនទៅព្រោះបែបស្រវឹងខ្លាំងហើយមានសង្ឃដីកាហើយលោកក៏ខំអង្គុយស្ងៀមនៅក្រោមដើមភ្នៅជាមួយក្មេងចំណែកឯពូនោះពឺតតែពីជ័យខ្មោចខ្លាំងឡើងដៃមកខាងកាន់រំពាត់វាយវត្តដើមឈើនៅតាមផ្លូវគ្មានឈប់លុះដើរមកដល់កន្លែងដើមភ្នៅស្រាប់តែឃើញលោកសង្ឃអង្គុយកំប្រោនជាមួយក្មេងវត្តពូនោះក៏ស្រែកថានោះអញថាជួបមែនហើយរត់ទៅណាមកអាខ្មោចចង្រៃនិយាយមិនទាន់ផុតពីមាត់ផងគាត់ក៏លេងលោកសង្ឃមួយរំពាត់ច្បាប់
លោកតាំងស្រែកឡើងអាត្មាទេញោមអាត្មាទេអ៊ីខ្មោចនេះចេះនិយាយទៀតវៃនិយាយរួចពូនោះលេងពី3ច្បាប់ថែមទៀតលោកសង្ឃទ្រាំមិនបានក៏ក្រោបរត់យកតែប្រាសអាយុពូនោះក៏ដេញតាមលោកពីក្រោយកិតតែម្ដងចំណែកលោកសង្ឃរត់ប៉ោងអស់ស្បង់ជីវររត់បានបន្តិចជីវរជ្រុះអស់រលីងសល់តែសម្ពុតងូតមិនខុសពីមនុស្សស្លៀកខោស្លីបឡើយពូនោះលេងមួយច្បាប់ហើយមួយច្បាប់ទៀតធ្វើឲ្យលោកស្រែកយ៉ាងខ្លាំងថាអាត្មាទេឮដូច្នោះគាត់ក៏ឈប់ត្រឹងមួយសន្ទុះចំដៃគុណមែនថាអាត្មាទេមិនក៏ចិត្តតែវាអាត្មាអញ្ចឹងអូខ្ញុំក៏ណាស្មានតែខ្មោចលងព្រោះមិញនេះខ្មោចលងក៏ណាវាធ្វើជាអុចចគៀងថ្លង់ដើរមកកន្លែងដៃគុណគង់មិញហ្នឹងលោកសង្ឃអង្គុយដកដង្ហើមមិនចង់ដល់គ្នាព្រោះហត់ពេកដល់ស្ទាបប្រកេះស្រាប់តែឃើញចេញជ័ររុយចំណែកក្មេងវត្តលោកប្រឹងដើររកមួយសន្ទុះទៅឃើញព្រោះវាភ័យនឹងពូនោះដេញវាយពេកវាក៏រត់ទៅពួនសំងំនៅក្រោមដើមអំពិលបាត់ទៅ